បាទសួស្តីបងប្អូនបាទចឹងថ្ងៃនេះខ្ញុំមកចែកម្លែកតកតងទៅនឹងថាតើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាមានចំនួនប្រមាណប្រភេទបាទហើយស្ថាប័នមីក្រូហិរញ្ញវត្ថុនីមួយៗនឹងមានចំនួនប្រមាណបាទចឹងស្ថាប័នមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាមានបែងចែកជាពីរបាទគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើបាទហើយទី2គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើបាទហើយចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមានចំនួន4ដែលគាត់ប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជាបាទមានដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិតបាទ LOC មហានគរហើយនិងAMK បាទហើយចំណាយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើមានទាំងអស់ចំនួន85គ្រឹះស្ថានបាទដែលកំពុងតែប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជាបាទហើយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើគាត់អាចប្រកបអាជីវកម្មផ្ដល់សេវាកម្មច្រើនប្រភេទដូចទៅនឹងធនាគារពាណិជ្ជដែរបាទប៉ុន្តែគ្រាន់ថាតកតងការផ្ដល់នោះមានទំហំតូចជាងធនាគារពាណិជ្ជហើយដើមទុនក៏វាមានចំនួនតិចជាងធនាគារពាណិជ្ជដែរបាទហើយសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើគឺគាត់ប្រកបអាជីវកម្មតែមួយមុខបាទគឺគ្រឹះស្ថានខ្លះគាត់ផ្ដល់កម្ចីឬក៏ផ្ដល់សេវារំលោះបាទអញ្ចឹងទាំងអស់នេះគឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលកំពុងប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជាបាទ